គោទឹកដោះនេះទើបតែបង្កើតបានរបបភ្នែកពីរជាន់មួយគូនៅលើករបស់វាមានក្មេងស្រីតូចម្នាក់ពេលក្មេងស្រីនោះយំគោទឹកដោះបានលួងលោមនាងពេលនោះមានស្ត្រីមេម៉ាយម្នាក់បានដើរឆ្លងកាត់ទីនោះនាងបានមើលនៅជុំវិញនោះមិនឃើញនរណាម្នាក់មេម៉ាយនោះបានចាប់យកគោទឹកដោះនិងក្មេងស្រីទៅផ្ទះរបស់នាងទាំងបង្ខំគោទឹកដោះត្រូវទទួលខុសត្រូវផលិតទឹកដោះរីឯក្មេងស្រីខ្លាចជាទីសកលរបស់មេម៉ាយនោះនាងមិនត្រឹមតែលាងខោអាវនិងចម្អិនអាហាររៀងរាល់ថ្ងៃប៉ុណ្ណោះទេនាងធ្វើការងាររកខ្វក់និងការងារលំបាកទាំងអស់តែម្នាក់ឯងមេម៉ាយមានកូនស្រី3នាក់ដែលមានមុខមាត់អាក្រក់ពួកនាងមានភ្នែក1ភ្នែក2និងភ្នែក3តាមលំដាប់កូនស្រីទាំងនេះមិនត្រឹមតែអាក្រក់ទេប៉ុន្តែថែមទាំងសាហាវខ្លាំងទៀតផងរៀងរាល់ថ្ងៃពួកនាងបង្ខំឲ្យក្មេងស្រីលាងជើងដែលមានក្លិនស្អុយរបស់ពួកនាងពេលខ្លះពេលទំនេរពួកនាងក៏មានចិត្តណាមកបង្អួតខ្លួននៅមុខក្មេងស្រីត្រូវមេម៉ាយវីដំរៀងរាល់ថ្ងៃនាងមានអារម្មណ៍សោកស្ដាយខ្លាំងណាស់ពេលមនុស្សគ្រប់គ្នាដេកលក់នាងទៅកាន់គោក្នុងរបងដើម្បីបញ្ចេញទុកឲ្យគោទឹកដោះស្ដាប់បន្ទាប់ពីដឹងអំពីការលំបាករបស់នាងគោទឹកដោះប្រាប់ឲ្យនាងចូលដេកក្នុងត្រចៀករបស់វាក្នុងយប់នោះមិននឹកស្មានថាថ្ងៃបន្ទាប់ក្មេងស្រីបានក្លាយជាមានសម្រស់ដ៏អស្ចារ្យកូនស្រីមេម៉ាយច្រណែនខ្លាំងហើយធ្វើបាបនាងដោយគ្មានការភ័យខ្លាចដើម្បីដឹងថានរណាកំពុងជួយក្មេងស្រីមេម៉ាយបានចិត្តណាឲ្យនាងធ្វើការងារលំបាកខ្លាំងហើយបញ្ជាឲ្យកូនស្រីភ្នែក3តាមមើលក្មេងស្រីឆ្លាតវៃណាស់នាងសុំឲ្យគោទឹកដោះប្រើអំណាចធ្វើឲ្យកូនស្រីភ្នែក3សន្លប់សិនបន្ទាប់មកសុំឲ្យគោជួយបញ្ចប់ការងារប៉ុន្តែអ្វីដែលមិននឹកស្មានគឺទោះបីកូនស្រីភ្នែក3សន្លប់ក៏ដោយភ្នែកកណ្ដាលរបស់នាងនៅតែបើកមើលក្រោយមេម៉ាយដឹងការពិតនាងខឹងខ្លាំងហើយត្រៀមកាប់គោទឹកដោះជាបំណែកមុនស្លាប់គោទឹកដោះប្រាប់ក្មេងស្រីកុំឲ្យបរិភោគសាច់របស់វាក្មេងស្រីសោកស្ដាយខ្លាំងណាស់អ្វីតែមួយដែលនាងអាចធ្វើបានគឺបញ្ចុះឆ្អឹងគោទឹកដោះមិននឹកស្មានថាថ្ងៃបន្ទាប់កន្លែងដែលបញ្ចុះឆ្អឹងគោបានដុះដើមប៉ោមមួយពេលនោះព្រះមហាក្សត្រកំពុងចេញប្រមាញ់ហើយឆ្លងកាត់ដើមប៉ោមនោះព្រះអង្គមានព្រះបន្ទូលថាអ្នកណាអាចបេះផ្លែប៉ោមឲ្យព្រះអង្គបរិភោគបានព្រះអង្គនឹងរៀបការជាមួយនាងបងប្អូនស្រីទាំង3រីករាយខ្លាំងពួកនាងរត់ទៅបេះផ្លែប៉ោមភ្លាមមិននឹកស្មានថាពួកនាងត្រូវដើមប៉ោមចាប់ហើយបោះចូលក្នុងទ្រុងមាន់ពេលនោះក្មេងស្រីសំឡេងហៅពីដើមប៉ោមនាងបើកទ្វារហើយផ្លែប៉ោមធ្លាក់ចូលក្នុងអាវរបស់នាងព្រះមហាក្សត្រយកខាំមួយមាត់បន្ទាប់មកនាំក្មេងស្រីត្រឡប់ទៅព្រះរាជវាំង